បាទជំរាបសួរបងប្អូនបាទមកសារជាថ្មីទៀតហើយបាទស្គាល់អត់នេះមុខហូបអ៊ីគេបាទឥឡូវមកខាត់ពេលឥឡូវយើងទៅមើលទាំងអស់គ្នាបាទជាដំបូងដាក់ខ្ទះនៅលើភ្លើងឲ្យវាក្តៅហើយបន្តមកទៀតចាំយើងចាក់ប្រេងសណ្តែកចូលបាទដោយរដងដែលខ្ញុំអធិប្បាយអញ្ចឹងបាទពូយើងវារាល់ថ្ងៃពេកហើយអញ្ចឹងនៅគេថារនុកធ្វើជាមហោអ្វីចេញបាទជាដំបូងខ្ញុំបុកខ្ទឹមបាទហើយនឹងម្ទេសហើយនៅក្នុងនោះក៏មានប្រកបជាមួយនឹងស្លឹកក្រូចសើចខ្លះដែរហើយមកឆារំលីងវាកូរវាឲ្យឡើងឈ្ងុយឡើងឈួរឡើងឆ្លក់ចំមុះគ្រប់គ្នាហ្មងបាទហើយមិនអស់ចិត្តទេថែមប្រមាណពី3លព្រាទៀតដើម្បីបង្កើនរសជាតិការឈួលច្រមុះនេះឲ្យខ្លាំងតិចមួយរយៈនេះម្នាក់គឺថាសឹងតែចេះហូបម្ទេសទាំងអស់គ្នាហើយចឹងហើយកុំឲ្យបងអង្គអីតន់យើងវានៅសម្បូរបាទឥឡូវគ្រឿងយើងក៏មើលទៅវាថារៀងឡើងឈ្ងុយហើយចឹងយើងចាក់ត្រីខចូលតែម្ដងបាទចាក់ត្រីខនេះបងប្អូនមើលអាចស្គាល់ហើយបាទគឺជាត្រីខបាទអំណោយរបស់ជនភាគសឹកបាទយើងឆាឲ្យបាទបងប្អូនសប្បុរសជនដែលជួយជាអំណោយដល់ជនភាគសឹកបាទយើងក៏អរគុណគាត់ច្រើនក៏អាយុវ័យរកស៊ីមិនបានបាទអស់ចិត្តថែមមួយកំប៉ុងទៀតបាទហើយក៏អ្នកហូបគេធ្វើហូបអីចាំមើលនេះយើងបន្ថែមសកលថែមប៊ីជីងហើយប្រកែធ្វើមហូបអញ្ចឹងមើលអញធ្វើអីគេល្ងាចហ្នឹងឥឡូវចាំទៅហូបតែជាដំបូងកុំភ្លេចទៅរកបន្លែខ្ញុំហើយខ្ញុំក៏ប្រាប់គាត់ថាឲ្យទៅរកបន្លែអីហើយថាមិនបាច់រយច្រើនទេតែបន្តិចទៅបានមួយមុខក៏បានពីរមុខក៏បានដែរបើសិនជាមានប្រាប់គាត់តាមហ្នឹងតែក៏រកឲ្យបានពីរមុខបន្លែវាអត់មានណាឥឡូវចូលដាំពុះក្រាក់ហើយបាទហើយបន្លែខាងពួកគាត់ខ្ញុំប្រាប់ថាឲ្យចិត្តរបៀបចេះហើយរៀបរបៀបចុះរៀបបន្លែមុនហើយចាំនេះឥឡូវខ្ញុំដាក់ស្លឹកម្រះព្រៅបាទដើម្បីកាន់បង្កើតឈ្ងុយថែមទៅទៀតតែម្ដងបាទហើយបន្ទាប់មកបានខ្ញុំប្រាប់ថាឥឡូវដល់ម៉ោងយកបន្លែមកខ្ញុំបាទនេះបានឃើញស្រឡាត់ហើយនឹងផ្លែពេញប៉ោះដាក់រោយទៅលើបាទហូបងាយបាទមិនពិបាកអីធ្វើទេបាទស្រួលណាស់ហើយមានរសជាតិឈ្ងុយហើយឆ្ងាញ់ទៀតហើយឆាប់បានហូបលឿនបាទហើយវីដេអូនេះក៏ខ្ញុំស្គមថាបងប្អូនមើលទៅហើយបាទខុសឆ្គងនៅកន្លែងណាជួយខមមិនប្រាប់ផងហើយបងប្អូនចង់ធ្វើហូបធ្វើតាមដូចខ្ញុំយ៉ាងចោះហើយបងប្អូនមើលថាអាចជាបន្ថែមអីទៅទៀតមើលទៅឲ្យលើសពីខ្ញុំអីទៀតហ្នឹងជាទៅរៀលល្អដែរបាទហើយពីមកបាត់នេះអាចអីធ្វើជាវីដេអូបង្ហោះបង្ហើរមកដើម្បីខ្ញុំបានឃើញផងអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះទេជម្រាបលាទាំងអស់គ្នា